សួស្តីពុកម៉ែបងប្អូនជាទីគោរពនិងជាទីស្រឡាញ់ Welcome back to my channel លីចំណាថ្ងៃនេះផងដែរគឺខ្ញុំសូមបង្ហាញពីរបៀបនៃក្នុងការ remove background រូបភាពឬក៏ដើមឈើអីមួយឬក៏សរសៃសក់ដែលយើងចង់ remove ចេញកុំឲ្យវាដាច់អីចឹងទៅអូខេអញ្ចឹងអ្នកគ្នាមើលវីដេអូនេះត្រូវហើយអញ្ចឹងយើងនឹងមករៀនពីរបៀបនៅក្នុងការ remove background ដើមឈើអូខេមិនត្រឹមតែ remove background ដើមឈើនោះទេសូម្បីតែសរសៃសក់ក៏វា remove បានដែរនៅក្នុង Photoshop អូខេអញ្ចឹងមិនមែនយើងចូលមកគឺយើងធ្វើបែបនេះទេមិនមែនចូលមកយើងចុចអានេះហើយយើងចេះតែអូសទាញចេះអូសទាញចេញអាហ្នឹងពេលដែលយើង remove មកមិនដែរអ្នកគ្នាបើសិនជាអ្នកគ្នាអត់ចេះ remove អ្នកគ្នាដាក់មកឃើញអត់អញ្ចឹងវានឹងឃើញសភាពអញ្ចឹងយើងអត់ធ្វើអញ្ចឹងទេហើយក៏មិនមែនចូលមកកន្លែង select ហើយយកពាក្យថា select ឲ្យវា select ខ្លួនឯងអញ្ចឹងក៏វាអត់កើតដែរហ្នឹងហើយអ្នកគ្នាពេលដែលយើងមើលទៅគឺវានឹងចេញបែបហ្នឹងអញ្ចឹងខ្ញុំសូមបង្ហាញវិធីសាស្ត្រខ្ញុំអត់ឲ្យអ្នកគ្នាធ្វើអញ្ចឹងទេអ្នកគ្នាមើលវីដេអូនេះនឹងមានចំណេះដឹងសម្រាប់អ្នកគ្នាអូខេអញ្ចឹងអ្នកគ្នាចូលមកខ្ញុំលុប layer របស់ខ្ញុំសិនអ្នកគ្នាជាដំបូងអ្នកគ្នាចូលមកថ្មីអញ្ចឹងត្រូវអត់អូខេចូលមកថ្មីអញ្ចឹងអ្នកគ្នាត្រូវធ្វើម៉េច copy layer នោះឲ្យបានមួយអញ្ចឹងយើងធ្វើការទាញមកឬក៏ Ctrl J អ្នកគ្នាទាញមកបានហើយអ្នកគ្នាចូលនៅលើ background copy មិញហ្នឹងហើយអ្នកគ្នាចូលមកកន្លែង channel ចិត្ត layer របស់យើងដែរចូលមកកន្លែងហ្នឹងហើយ sorry កន្លែងនេះខ្ញុំលុបចេញសិនអូខេខ្ញុំលុបចេញសិនអ្នកគ្នាចូលមកដំបូងគឺវាចេញបែបនេះអញ្ចឹងអ្នកគ្នាយកកន្លែង blue ហ្នឹងហើយយើងត្រូវធ្វើការ copy មួយទៀតមិនមែនយកកន្លែង blue ហ្នឹងទៅធ្វើការទេអញ្ចឹងអ្នកគ្នាធ្វើការទាញវាមួយទៀតមកឬក៏ Ctrl J ដូចគ្នាអញ្ចឹងអ្នកគ្នាចូលនៅលើ layer blue copy របស់យើងហើយអ្នកគ្នាត្រូវមើលទៅកាន់image ហើយអ្នកគ្នាយកពាក្យថា adjustment បន្ទាប់មកយកពាក្យថា level អូខេអញ្ចឹងអ្នកគ្នានឹងធ្វើឲ្យរូបដើមឈើនេះខ្មៅទាំងអស់ខាងក្រោមដែលយើងចង់បានអីហ្នឹងគឺធ្វើមិនឲ្យខ្មៅទាំងអស់ដែរអញ្ចឹងអ្នកគ្នាធ្វើការទាញវាមកទាញឲ្យវាខ្មៅមកអូខេអញ្ចឹងពេលដែលយើងទាញខ្មៅអស់ហើយអានេះក៏វារៀងខ្មៅដែរអញ្ចឹងអ្នកគ្នាទាញមកពីខាងនេះមកវិញមកឲ្យវាសវិញអូខេអញ្ចឹងអ្នកគ្នាទាញមកបានប៉ុណ្ណឹងហើយបើសិនបើវារៀងនេះពេកអ្នកគ្នាយកធំហ្នឹងទៅអូខេអញ្ចឹងអ្នកគ្នាចាំប្រាស់ tool ខាងក្រោមអីជាធម្មតាទៅទៀតពេលខ្លះទៅក៏វារៀងនេះដែរអ្នកគ្នាទាញឲ្យចូលកាន់តែខ្មៅទៀតទៅគឺវាល្អជាងអាខាងផ្ទៃនេះគឺពណ៌សអារូបដើមឈើទាំងប្រមាណហ្នឹងគឺខ្មៅហើយយើងមិនមែនធំតែយើងធ្វើប៉ុណ្ណឹងទេដោយសារតែក្រោមនេះមានសអញ្ចឹងពេលកាលណាដែលយើងដាក់ select ទៅគឺវានឹងselect ពណ៌សនឹងដែរអូខេអញ្ចឹងយើងអូខេមកក្រោយពីយើងអូខេហើយអ្នកនរគ្នាចូលមកកន្លែង brush tool នេះហើយអ្នកនរគ្នាចុចទៅលើវាមួយមកដាក់ពណ៌ទៅជាពណ៌ខ្មៅទៅតម្លើងវាប្រមាណក៏បានដែរដូចខ្ញុំដាក់អញ្ចឹងខ្ញុំចាប់ដាំឆ្នោតហើយកន្លែងសគឺខ្ញុំធ្វើការ select ឲ្យវាខ្មៅទៅទាំងអស់អូខេអញ្ចឹងខ្ញុំទាញឲ្យវាខ្មៅមកអូខេអញ្ចឹងក្រោយពីខ្ញុំលុបឲ្យវាខ្មៅទៅជាមួយគ្នាហើយយើងចូលមកកន្លែង select ហើយអ្នកទាំងអស់គ្នាអត់យក subject ហ្នឹងទេគឺយើងយក color rank អ្នកគ្នាយក color rank ហើយអ្នកគ្នាបើសិនជាធម្មតាអ្នកគ្នាមិនដែលធ្វើគឺអាលេខ200នេះវានឹងនៅត្រឹម40អីទេហើយវាដាក់ឲ្យយើងចុចទៅលើពណ៌អីដែលយើងចង់ select អញ្ចឹងអ្នកគ្នាយើងចង់ឲ្យវា select ពណ៌ខ្មៅជាងយើងចុចពណ៌ខ្មៅទៅបន្តមកអ្នកគ្នាអូខេមកអញ្ចឹងវាចាប់ដាំ select ឲ្យឃើញអត់ឃើញវា select ទៅពណ៌ខ្មៅទេអូខេក្រោយពីយើងបានប៉ុណ្ណឹងហើយអ្នកទាំងអស់គ្នាប៉ះមកលើ control book 2ហ្នឹងមកវានឹងចេញមករូបភាពដើមឲ្យយើងហើយអូខេជាងអ្នកគ្នាមើលនេះអាកន្លែងវា select នេះអាកន្លែង make នោះណា make ពីខាងក្រោយ background ហ្នឹងមកវានឹងធ្វើការ select ឃើញអត់អូខេហ្នឹងវា select មកចោតខ្លាំងមែនតើអញ្ចឹងមើលទៅវាអាចស្អាត 99% ដែរក្រោយពីបានប៉ុណ្ណឹងហើយអ្នកគ្នាចុចមកកន្លែង layer យើងវិញមកហើយអ្នកគ្នាយកពាក្យថា layer មកអញ្ចឹងអ្នកគ្នាចុចទៅលើវាមកមូលហេតុអីគេបានវាអត់បាត់អញ្ចឹងដោយសារអីដោយសារយើងនឹងជាប់ background អញ្ចឹងអ្នកគ្នាបិទភ្នែកវាមកអូខេអញ្ចឹងនឹងវានឹង remove background បានស្អាតបែបនេះហើយបន្តមកទៀតវាអត់មានអីទេអ្នកគ្នាគ្រាន់តែដាក់ background វាពណ៌អីក៏បានដែរអ្នកគ្នាចង់ដាក់អ្នកឃើញទេអ្នកគ្នាចង់ដាក់ពណ៌អីក៏បានដែរសម្រាប់ background ខាងក្រោយបន្ថែមទៀតចឹងទៅឬក៏យើងចង់ដាក់ background អីមួយចឹងទៅណាអូខេអញ្ចឹងនៅក្នុងការរបៀបប្រើប្រាស់គឺខ្ញុំបង្ហាញអ្នកទាំងអស់គ្នាប៉ុណ្ណឹងហើយយកទៅរៀនធ្វើជាមួយគ្នាហើយជាពិសេសអ្នកទាំងអស់គ្នាដែលគាត់ចង់បាន
ចង់បានរូបភាពដែលយកទៅរៀនធ្វើជាមួយនឹង Photoshop comment ខាងក្រោមហើយឬក៏ចុច link Telegram របស់ខ្ញុំទៅនឹងមាននៅក្នុងហ្នឹងទាំងអស់អូខេហើយយើងនឹងជួបគ្នានៅវីដេអូក្រោយអរគុណច្រើន Goodbye